សម្ដេចប៉ាបលេអូទី14បញ្ជូនជំនួយទៅអ៊ុយក្រែនជាថ្មីសម្ដេចប៉ាបលេអូទី14បានបរិច្ចាគជំនួយមនុស្សធម៌សរុបចំនួន3រថយន្តដឹកទំនិញដើម្បីយកទៅចែកដល់តំបន់នានានៅក្នុងប្រទេសអ៊ុយក្រែនដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការទម្លាក់គ្រាប់បែកបេសកជនសម្ដេចប៉ាបលោក Cardinal Konrad Krajewski ត្រូវបានដកស្រង់សម្ដីដោយវ៉ាទីកង់ញូថារថយន្តដឹកទំនិញចំនួន3គ្រឿងដែលដឹកកញ្ចប់អាហារ1សែនកញ្ចប់ពីសម្ដេចប៉ាបលេអូទី14កាលពីថ្ងៃអាទិត្យត្រូវនឹងបុណ្យគ្រួសារដ៏វិសុទ្ធលោក Cardinal មានប្រសាសន៍ថាអំណោយទាំងនេះវាគឺជាកាយវិការមួយដែលបង្ហាញពីរបៀបដែលព្រះជាម្ចាស់យកចិត្តទុកដាក់ចំពោះជនទុរគតជននានាដែលកំពុងតែរងគ្រោះដោយសារតែសង្គ្រាមនៅប៉ុន្មានថ្ងៃចុងក្រោយនេះកងទ័ពរុស្ស៊ីបានបើកការវាយប្រហារយ៉ាងខ្លាំងនិងបង្កឲ្យកន្លែងមួយចំនួនគ្មានអគ្គិសនីគ្មានទឹកនិងគ្មានកម្ដៅ